សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនឹងខ្ញុំនឹងចែករំលែកអំពីវិធីឆុងតែខៀវទឹកដោះគោដែលគ្រឿងផ្សំរបស់យើងនោះគឺជាតែខៀវដែលអាប់ក្លិនដូងក្អូបបងប្អូនមកកញ្ចប់នឹងគឺមានទម្ងន់កន្លះគីឡូឥឡូវនេះយើងក៏ចាប់ផ្ដើមថ្លឹងតែរបស់យើងចំនួន35ក្រាមចំពោះតែនេះវិញរសជាតិប្លែកបងប្អូនឈ្ងុយក្លិនដូងលាយតែនិយាយទៅញ៉ាំទៅប្លែកមាត់ហ្មងហើយរសជាតិឆ្ងាញ់ទៀតបងប្អូនឬហើយយើងក៏ចាក់ទឹកក្តៅដាំពុះចំនួន1លីត្រចូលអប់ទុកចោល15នាទីសិនចាំយើងស្រង់យកកាកចេញនៅពេលដែលយើងបានទឹកតែហើយយើងក៏ប្រើបន្ថែមជាមួយនឹងម្សៅទឹកដោះគោដែលនេះគឺជាប្រភេទម្សៅទឹកដោះគោព្រីមៀមដែលមកកញ្ចប់មានទម្ងន់1គីឡូជាប្រភេទម្សៅទឹកដោះគោសាបហើយខ្ទិះហើយគ្រីមនឹងទៀតញ៉ាំទៅគឺឆ្ងាញ់ណាជាពិសេសលាយមួយតែមួយកាហ្វេហ្នឹងគឺត្រូវហើយប្រើម្សៅទឹកដោះគោចំនួន50ក្រាមស្មើនឹងកន្លះខាំចាក់ចូលហើយកូរចូលគ្នារលាយល្អម្សៅទឹកដោះគោនេះគឺថាងាយស្រួលរំលាយអត់ឡើងដុំៗទេបងប្អូនគ្រាន់តែដាក់មួយទឹកក្តៅអ៊ុនៗរលាយអស់ហ្មងរួចហើយយើងក៏មកឆុងទាំងអស់គ្នាដោយប្រើទឹកតែនឹងចន្លោះពី150ទៅ200មីលីលីត្ររួចហើយប្រើដោះគោខាប់ចំនួន40មីលីលីត្រសម្រាប់ដោះគោខាប់ជាតិផ្អែមយើងបន្ថែមបន្ថយបានអញ្ចឹងហើយបានក្នុងទឹកតែយើងមិនចាំដាក់ដោះគោខាប់ចូលទេបងប្អូនចាំយើងដាក់តាមក្រោយពេលឆុងលក់អញ្ចឹងណាហើយប្រើដោះគោស្រស់50មីលីលីត្រមកកូរចូលគ្នារួចរាល់បន្តមកទៀតយកកែវលេខ22មកដួសទឹកកកដាក់ឲ្យពេញកែវចាក់ល្បាយតែដោះគោរបស់យើងចូលរួចហើយបន្ថែមជាមួយនឹងគុជចិនទឹកឃ្មុំអញ្ចឹងទៀតមកជាចុងក្រោយស្រោចជាមួយរាវខ្ទិះមកជាការស្រេចទេបងប្អូនដែលទិញរួចហើយអាចសាកឆុងតាមវីដេអូនេះបានណាចំពោះតែខៀវនេះវិញរសជាតិឆ្ងាញ់ប្លែកឈ្ងុយតែឈ្ងុយក្លិនដូងក្អូបមិចចូលគ្នាបង្កើតបានជារសជាតិថ្មីមួយប្លែកដែលញ៉ាំទៅប្លែកហើយឆ្ងាញ់ទៀតបងប្អូនអញ្ចឹងសូមបងប្អូនមានចំណាប់អារម្មណ៍ចង់បានតែចាំបានសម្ភារៈផ្សេងៗទៀតអាចឆាតជួយផេកបានណាអរគុណច្រើនបងប្អូនទាំងអស់គ្នា